ឆោឡើងដើម្បីស្វាគមន៍ដំណើរអញ្ជើញដល់របស់គណៈធិបតីសូមអបអរសាទរនេះខ្ញុំមានកិត្តិយសសូមការអនុញ្ញាតគោរពអញ្ជើញឯកឧត្តមសុកសូកេនរដ្ឋមន្ត្រីក្រសួងអធិការកិច្ចនិងជាអនុប្រធាននៃអដកផ្ដល់ជាកិត្តិយសអញ្ជើញឡើងថ្លែងសន្ទរកថាបើកអង្គសិក្ខាសាលាសូមគោរពអញ្ជើញកំណែតម្រង់ច្បាប់និងប្រព័ន្ធយុតិធម៌បានលេចជារូបរាងច្បាស់លាស់នៅក្នុងអាណត្តិទី2នៃរដ្ឋសភាបន្ទាប់ពីការបោះឆ្នោតនៅថ្ងៃទី26កក្កដា1998រាជរដ្ឋាភិបាលនីតិកាលទី2នៃរដ្ឋសភាបានដាក់ចេញនៅកំណែតម្រង់ចំនួន4សំខាន់រួមមាន1គឺកំណែតម្រង់រដ្ឋបាល2កំណែតម្រង់ប្រព័ន្ធយុតិធម៌3កំណែតម្រង់កងទ័ពនិងនគរបាលនិង4ការកែតម្រង់សេដ្ឋកិច្ចជាក់ស្ដែងក្រុមប្រឹក្សាកំណែតម្រង់ប្រព័ន្ធយុតិធម៌ត្រូវបានបង្កើតនៅឆ្នាំ2000ដឹកនាំដោយប្រធានតុលាការកំពូលក្នុងក្របខ័ណ្ឌនៃឧត្តមក្រុមប្រឹក្សាកំណែតម្រង់រដ្ឋដែលត្រូវបានបង្កើតនៅឆ្នាំ1999ជោគជ័យដ៏ធំធេងនិងសមិទ្ធផលដ៏ត្រចះត្រចង់ទាំងនេះគឺបានមកពីការខិតខំប្រឹងប្រែងយ៉ាងផ្ដួលផ្ដាច់របស់រាជរដ្ឋាភិបាលកន្លងមកក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោហ៊ុនសែននិងមានការចូលរួមចំណែកយ៉ាងសកម្មរបស់សម្ដេចវិបុលបញ្ញាសុខអានអតីតឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីទូតបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីនិងអិសរាជជនជាន់ខ្ពស់សំខាន់ក្នុងការជំរុញកំណែតម្រង់ច្បាប់និងប្រព័ន្ធយុតិធម៌ព្រមទាំងកំណែតម្រង់រដ្ឋបាលសាធារណៈផងដែរដោយបន្តស្មារតីនៃគោលនយោបាយកែតម្រង់របស់រាជរដ្ឋាភិបាលក្នុងអាណត្តិមុនក្នុងក្របខ័ណ្ឌនៃការកែតម្រង់គន្លឹះរួមទាំងការកែតម្រង់ច្បាប់និងប្រព័ន្ធយុតិធម៌រាជរដ្ឋាភិបាលអាណត្តិទី7បានបង្កើតយន្តការសម្របសម្រួលកិច្ចការកែតម្រង់គន្លឹះនៃរាជរដ្ឋាភិបាលនិងបានកែសម្រួលឯកសារចក្ខុវិស័យនិងយុទ្ធសាស្ត្រស្ដីពីសុខដុមនីយកម្មនៃការកែតម្រង់ 3+1 ទៅជាចក្ខុវិស័យនិងយុទ្ធសាស្ត្រស្ដីពីសុខដុមនីយកម្មកិច្ចការកែតម្រង់គន្លឹះនៃរាជរដ្ឋាភិបាលសម្ដៅធ្វើឲ្យកម្មវិធីកែតម្រង់គន្លឹះកាន់តែមានប្រសិទ្ធភាពឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែងរបស់កម្ពុជានិងពិភពលោកព្រមជាមួយគ្នានេះសម្ដេចធិបតីបានប្រកាសដាក់ចេញនៅវិធានការគន្លឹះចំនួន5បន្ថែមទៀតដែលវិធានការគន្លឹះទី5គឺការពង្រឹងនិងលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃប្រព័ន្ធយុតិធម៌និងបានប្រគល់ភារកិច្ចនេះជូនក្រសួងយុតិធម៌រៀបចំផែនការសកម្មភាពជាក់ស្ដែងសម្រេចឲ្យបាននៅកិច្ចការអាទិភាព3ដោយក្នុងនោះកិច្ចការអាទិភាពទី1គឺការបង្កើតនៃយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបន្ថែមលើយន្តការដែលមានស្រាប់ដើម្បីជួយសម្រុះសម្រួលដោះស្រាយវិវាទឲ្យបានឆាប់រហ័សជាពិសេសវិវាទរបស់ពលរដ្ឋនៅមូលដ្ឋានហើយអដកដែលត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី2វិច្ឆិកាឆ្នាំ2023នេះខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ UNDP ដែលបានសហការជាមួយអដកក្នុងការរៀបចំសិក្ខាសាលានេះឡើងក្នុងគោលបំណងពង្រឹងនិងលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលជាយន្តការមួយដ៏សំខាន់បំពេញបន្ថែមឲ្យប្រព័ន្ធដោះស្រាយវិវាទនៅកម្ពុជាសម្ដៅលើកកម្ពស់គុណភាពប្រសិទ្ធភាពនិងភាពឆាប់រហ័សនៃការដោះស្រាយវិវាទតាមរយៈការសម្រុះសម្រួលផ្សះផ្សាក្រៅប្រព័ន្ធតុលាការ